សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ដែលទើបបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យថ្ងៃនេះខ្ញុំសូមលើកយកនៅចម្លើយចំពោះសំណួរដែលបងប្អូនភាគច្រើនបានសួរថាតើហេតុអីបានជាចាំបាច់រៀននៅកម្រិតសាកលវិទ្យាល័យខ្ញុំមាន3ចំណុចជាចម្លើយទី1គឺការដែលយើងបន្តសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យគឺជួយឲ្យយើងពង្រឹងនៅសមត្ថភាពនៃការគិតពិចារណាទី2ការដែលយើងរៀននៅក្នុងសាកលវិទ្យាល័យវាជួយពង្រឹងឲ្យយើងនៅសមត្ថភាពខាងជំនាញហើយទី3មូលហេតុតម្រូវការទីផ្សារនៃការងារឬក៏ការងារខ្ញុំសូមអនុញ្ញាតចូលតាមចំណុចមួយដូចតទៅការពង្រឹងនៅសមត្ថភាពនៃការគិតបងប្អូនបានដឹងច្បាស់ហើយថារៀននៅកម្រិតវិទ្យាល័យបងប្អូនស្ដាប់ការបញ្យល់បកស្រាយរបស់លោកគ្រូអ្នកគ្រូហើយភាគច្រើនអាចនិយាយបានថាយើងពឹងផ្អែកទៅលើការបង្រៀនរបស់លោកគ្រូអ្នកគ្រូប៉ុន្តែបើយើងរៀននៅសាកលវិទ្យាល័យយើងមានស្វ័យសិក្សាជាច្រើនយើងស្រាវជ្រាវខ្លួនឯងច្រើនយើងអានយើងវិភាគច្រើនហើយដំណើរការនៃការសិក្សាស្រាវជ្រាវអានវិភាគខ្លួនឯងនេះធ្វើឲ្យយើងមានសមត្ថភាពក្នុងការគិតពិចារណាបានទូលំទូលាយពិចារណាបានត្រឹមត្រូវកាលណាយើងបានពិចារណាបានត្រឹមត្រូវយើងសម្រេចចិត្តត្រូវក្នុងការចិញ្ចឹមជីវិតរបស់យើងក៏ត្រូវតែយើងអាចថាវាជួយច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបញ្ហាទី2ពាក់ព័ន្ធជាមួយនឹងថាពង្រឹងជំនាញយ៉ាងម៉េចបងប្អូនក៏បានដឹងហើយថារៀននៅវិទ្យាល័យគឺយើងរៀនទូទៅមុខវិជ្ជាជាច្រើនមានជីវៈមានភាសាខ្មែរមានប្រវត្តិសាស្ត្រមានរូបវិទ្យាគណិតហើយដែលគេពេលនោះគេចាត់ទុកចូលនៅក្នុងប្រភេទនៃវិទ្យាសាស្ត្រចំនួន2គឺវិទ្យាសាស្ត្រពិតហើយនិងវិទ្យាសាស្ត្រសង្គមពេលដែលប្អូនមករៀននៅសាកលវិទ្យាល័យអញ្ចឹងប្អូននឹងរៀននៅជំនាញជាច្រើនបងអូនជ្រើសរើសនៅជំនាញជាច្រើនដែលយើងអាចបន្តការសិក្សាដូចជំនាញច្បាប់ជំនាញខាងសេដ្ឋកិច្ចជំនាញខាងភាសាអង់គ្លេសជំនាញខាងអប់រំជំនាញខាង marketing ពីទីផ្សារជាដើមអញ្ចឹងយើងមានជំនាញជាច្រើនដែលយើងត្រូវបន្តពង្រឹងឧទាហរណ៍ដូចជំនាញច្បាប់យើងអាចរៀនបន្តពង្រឹងនៅជំនាញច្បាប់ឯកជនឬច្បាប់សាធារណៈនេះគឺពាក់ព័ន្ធនឹងការពង្រឹងជំនាញចំណុចទី3គឺតម្រូវការនៃទីផ្សារការងារហើយក៏ដូចជាការងារកន្លែងនេះខ្ញុំអាចនិយាយបានថាពេលដែលយើងរៀននៅសាកលវិទ្យាល័យយើងបានមានកម្រិតទៅតាមកម្រិតបញ្ញាបត្ររងបញ្ញាបត្រអនុបណ្ឌិតនិងបណ្ឌិតហើយការងារមួយចំនួនគេទាមទារឲ្យយើងមានសញ្ញាបត្រឧទាហរណ៍បើសិនជាប្អូនចង់ប្រកាន់ជំនាញច្បាប់ហើយចង់ក្លាយជាមេធាវីបងប្អូនដើម្បីអាចក្លាយជាមេធាវីបានចង់ត្រូវមានបញ្ញាបត្រច្បាប់ហ្នឹងបើសិនជាមករៀនហើយបងប្អូនចង់សុំដើម្បីបានងារសាស្ត្រាចារ្យបងប្អូនត្រូវតែមានសញ្ញាបត្របណ្ឌិតអញ្ចឹងការងារភាគច្រើនគឺចង់មិនចង់ពីមុនយើងទាមទារត្រឹមតែកម្រិតសញ្ញាបត្របាក់ឌុបប៉ុន្តែឥឡូវនេះគឺភាគច្រើនគេទាមទារឲ្យយើងមានកម្រិតបញ្ញាបត្រចឹងហើយដែលវាជាតម្រូវការនៃទីផ្សារការងារផងហើយមួយទៀតកាលណាយើងរៀនពីមួយកម្រិតទៅមួយកម្រិតចប់វិទ្យាល័យយើងចូលដល់សាកលវិទ្យាល័យយើងរៀនបញ្ញាបត្ររងបញ្ញាបត្រចឹងពីមួយកម្រិតទៅមួយកម្រិតមានន័យថាយើងអាចបង្កើននៅបាននៅចំណូលខ្ញុំចង់និយាយសាមញ្ញថាបើយើងរៀនបានកាន់តែខ្ពស់យើងដាក់ពាក្យធ្វើការងារអញ្ចឹងប្រាក់ខែរបស់យើងអាចខ្ពស់ទៅតាមកម្រិតសញ្ញាបត្រផងដែរខ្ញុំអាចនិយាយសរុបម្យ៉ាងទៀតបានថានៅក្នុងកលៈទេសៈបច្ចុប្បន្ននេះគឺភាគច្រើនគឺសិស្សានុសិស្សគាត់តែងតែបន្តការសិក្សានៅថ្នាក់កម្រិតបញ្ញាបត្ររងនៅក្នុងសាកលវិទ្យាល័យមួយទៀតដែលខ្ញុំចង់បញ្ជាក់ថា
ការរៀនរបស់យើងត្រូវការរៀនបន្តពីវិទ្យាល័យមកសាកលវិទ្យាល័យរៀនពីបញ្ញាបត្ររងបញ្ញាបត្រអនុបណ្ឌិតវាជាដំណើរការមួយដែលយើងថាជាសាមញ្ញថារៀនមិនចេះចប់រៀនមិនឈប់រៀនមិនឈររៀនច្រើនចេះច្រើនរៀនពេញមួយជីវិតដែលគេហៅថា life learning បាទអញ្ចឹងជាសំណុំពររបស់ខ្ញុំថាសូមបងប្អូនសិស្សានុសិស្សទាំងអស់បន្តការសិក្សារៀននៅសាកលវិទ្យាល័យរៀនកម្រិតបញ្ញាបត្ររងបញ្ញាបត្រអនុបណ្ឌិតហើយនៅតាមជំនាញដែលបងប្អូនចូលចិត្តឧបនិស្ស័យរបស់បងប្អូនដែលមានអញ្ចឹងរស់រានឡើងបន្តការសិក្សានៅសាកលវិទ្យាល័យដើម្បីកុំឲ្យបាត់បង់ឱកាសដ៏ល្អរបស់យើងនៅពេលនេះក្រោយពេលដែលយើងបានបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំសូមស្វាគមន៍និងសូមជូនពរឲ្យបងប្អូនដែលបន្តការសិក្សានៅសាកលវិទ្យាល័យសូមបានសម្រេចបាននូវជោគជ័យទទួលបាននូវការងារធ្វើនិងអនាគតដ៏ល្អបវរសូមអរគុណសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUA បច្ចុប្បន្នមានទីតាំងនិងសាខាចំនួន7ទូទាំងប្រទេសគុណភាពអប់រំស្តង់ដារតម្លៃសមរម្យអាចបង់បាន3ដំណាក់កាលក្នុងមួយឆ្នាំក្នុងឱកាសបវេសនការឆ្នាំសិក្សាថ្មីនេះនិស្សិតដែលមាននិទ្ទេស A និង B នឹងទទួលបានអាហារូបករណ៍ 100% រួមទាំងអាហារូបករណ៍ 30 ដល់ 70% សម្រាប់និស្សិតនិទ្ទេស CDE ផងដែរប្រញាប់ឡើងចំនួនមានកំណត់ទទួលចុះឈ្មោះនិងចាប់ផ្ដើមចូលរៀនលើកទី1ខែតុលាឆ្នាំ2025នេះតទៅ